ប្តីលើប្រយាបងហេងកំហៀងគាត់ថាគាត់មិនចង់ធ្វើប៉ាល្អឬប្តីល្អនៅពេលដែលប្រពន្ធគាត់មិននៅឡើយហើយគាត់មិនចង់មើលថែកូនបែបនេះនៅក្នុងស្ថានភាពបែបនេះអ្វីដែលគាត់ចង់បានគឺគ្រួសារបានរស់នៅជុំគ្នានឹងបង្កើតភាពស្នាមញញឹមដើម្បីបំពេញភាពកក់ក្ដៅនិងសេចក្តីសុខជូនទៅដល់កូនគាត់តែប៉ុណ្ណោះបងហេងកំហៀងប្តីលើប្រយាតែងតែសង្ឃឹមថានឹងចង់ឲ្យប្រពន្ធរបស់គាត់ឆាប់បាននឹងវិលត្រឡប់មកជួបជុំគ្រួសារវិញទោះតែបងហេងកំហៀងគាត់បានមើលកូនរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំបន្តិចម្ដងហើយកូនរបស់គាត់ក៏ចង់បានភាពកក់ក្ដៅអំពីម្ដាយដែលបានបែកម្ដាយអស់រយៈពេលជាច្រើនខែមកហើយដែលលើប្រយាក៏ត្រូវបានចាប់ឃាត់ខ្លួនជាប់ពន្ធនាគារនៅក្នុងគុកគឺគាត់បានដេកនៅក្នុងគុកអស់រយៈពេលជាច្រើនខែរីឯប្តីរបស់គាត់គឺបងហេងកំហៀងតែងតែតឹងរង់ចាំប្រពន្ធនិងចង់ឲ្យប្រពន្ធរបស់គាត់ឆាប់វិលត្រឡប់មកវិញដើម្បីជួបជុំគ្រួសារមួយនេះហើយលើប្រយាដែលគឺជាម្ដាយនឹងមិនដឹងថានឹកកូនប៉ុណ្ណានោះទេដែលបានបែកអំពីកូនរបស់គាត់ទាំងពីរនាក់តែននឹងតនអស់រយៈពេលជាច្រើនខែមកហើយมันមានពេលច្រើនទេសម្រាប់ការជួបជុំគ្នាហើយពេលទៅសួរសុខទុក្ខនោះក៏មានដែនកំណត់ផងដែរប៉ុន្តែបងហេងកំហៀងតែងតែបង្ហើយអារម្មណ៍នៅក្នុងបណ្ដាញសង្គមនឹងចង់ឲ្យប្រពន្ធរបស់គាត់ឆាប់វិលត្រឡប់មកជួបជុំគ្រួសារខ្លាំងមែនទែនព្រោះការតឹងរង់ចាំរយៈពេលតែមួយថ្ងៃគឺយូរដូចជា1ឆ្នាំតែតម្រាំមកដល់ពេលនេះអស់រយៈពេលជាច្រើនខែមិនដឹងថាការតឹងរង់ចាំមួយនេះវាយូរប៉ុណ្ណាទៅហើយនៅពេលនេះបងហេងកំហៀងដែលគឺជាប្តីរបស់លើប្រយាគាត់បានស្គាល់រសជាតិគ្រប់សពបែបយ៉ាងស្គាល់អំពីការឈឺចាប់និងការនឹករលឹកអំពីប្រពន្ធរបស់គាត់ហើយគាត់បានស្គាល់អំពីក្រពើពស់វែកនិងសត្វដេរឆានដែលបានមូសបង្កាច់និងបង្កាច់បង្ខូចក្រុមគ្រួសារគាត់និងសត្វដេរឆានថោកទាបជាទីបំផុតផ្សេងទៀតដែលគាត់បានស្គាល់រសជាតិតាំងពីឆ្នាំ2024រហូតមកដល់ឆ្នាំ2025ហើយរហូតមកដល់ឆ្នាំ2026ដែលជាឆ្នាំថ្មីនេះគាត់សូមឲ្យក្រុមគ្រួសាររបស់គាត់ដែលកំពុងតែរស់នៅរាល់ថ្ងៃនេះជួបតែស្នាមញញឹមនិងសេចក្តីសុខពោរពេញដោយភាពជោគជ័យគ្រប់ភារកិច្ចរស់ស៊ីឲ្យលើសពីឆ្នាំមុនរាប់រយម៉ឺនដង1គុណនឹង 99,999 ដងនេះហើយគាត់បានលើកដៃជូនពរដើម្បីក្រុមគ្រួសាររបស់គាត់ជួបតែនឹងសិទ្ធិពរជ័យសួស្តីនៅក្រុមគ្រួសាររបស់គាត់ហើយនៅក្នុងឆ្នាំថ្មីនេះបងហេងកំហៀងប្តីលើប្រយាគាត់ថាលាហើយពួកថ្មិលដេរឆានលោភលួចកេងប្រវាញ់គឹបកេងស៊ីកម្លាំងញើសឈាមរបស់គេគឺកម្មពៀតាមតនហន់ខ្លាំងណាស់123ជាតិហើយបងហេងកំហៀងគាត់ថាអ្នកដែលលាបពណ៌គាត់នឹងមូបង្កាច់គាត់ទម្លាក់កំហុសបៀមឈាមព្រោះដាក់គាត់នឹងប្រមាថមើងងាយថាគាត់យកលុយទៅលេងល្បែងដើម្បីបំផ្លាញលុយប្រពន្ធរបស់គាត់ប្រមាណ20ទៅ30ម៉ឺនដុល្លារហើយបំបាក់គ្រួសាររបស់គាត់រហូតមកដល់ការលេងលះគ្នាតែជាចៃដន្យវាសនាប្តីប្រពន្ធរបស់គាត់បង្ហេងកំហិងលើប្រយាវាសនារបស់គាត់ខ្ពស់ទោះជាបែបនេះក៏ដោយប្រពន្ធរបស់គាត់នៅតែជឿជាក់មកលើប្តីដែលគឺជាបងហេងកំហៀងទើបធ្វើឲ្យព្រេងវាសនារបស់ពួកគាត់បានរៀបចំនិងខ្លាយទៅជាប្តីប្រពន្ធជាសាជាថ្មីម្ដងទៀតហើយកាន់តែស្រឡាញ់និងមានសេចក្តីសុខច្រើនជាងពេលមុនថែមទៀតផងទោះជាពេលនេះឃ្លាតតែកាយមិនពិតតែចាំទុកទង្វើរបស់អ្នកដែលបានសាងវាមិននឹងបង្វេងម្ចាស់នោះទេគុណនឹង 10000 ដងហើយបន្តិចទៀតអ្នកនឹងទទួលនឹងការឈឺចាប់យ៉ាងដូចនេះផងដែរដូច្នេះហើយមនុស្សយើងនៅលើโลกនេះតែងតែជួបមនុស្សដែលច្រណែនឈ្នានីសនឹងចាប់កំហុសយើងគ្រប់ពេលវិនាទីចង់ឲ្យយើងធ្លាក់ដល់សូន្យដិនដាបបើសិនជាគេអាចសម្លាប់យើងគេនឹងប្រកាសជានឹងសម្លាប់យើងឲ្យផុតខ្សិនខ្សែនៅលើโลกនេះជាក់ជាមិនខានមនុស្សយើងវាតែងតែមានមនុស្សអាក្រក់និងមនុស្សល្អប៉ុន្តែមនុស្សអាក្រក់នៅវាសឹងច្រើនជាមនុស្សល្អទៅទៀតវាចង់ឲ្យយើងមិនមានដង្ហើមដកនៅក្នុងលើโลกនេះផងដែរដូចជារឿងនេះជាដើមលើប្រយាដែលគឺជាប្រពន្ធរបស់បងហេងកំហៀងគ្នាបានធ្វើល្អពុះពៀគ្រប់ឧបសគ្គគ្រប់សពបែបយ៉ាងជួយទាំងអ្នកក្រខ្សត់បងប្អូនអ្នកមានប៉ុន្តែនៅមានអ្នកច្រណែនឈ្នានីសនឹងមូបង្កាច់ទម្លាក់កំហុសមកលើគុំគ្រួសាររបស់គាត់ទៀតនេះហើយមនុស្សយើងមហិច្ឆតារបស់មនុស្សយើងតែងតែមានមនុស្សល្អនិងមនុស្សអាក្រក់មានមហាសាលលុយវល់លៀនប៉ុន្តែនៅតែមានគេស្អប់និងច្រណែនហើយកំហុសរបស់យើងដែលគេបានចាប់នោះគឺជាទោសទណ្ឌទៅតាមផ្លូវច្បាប់ជាអ្នកដាក់ទោសទៅចោះប៉ុន្តែការមូបង្កាច់និងទម្លាក់កំហុសវាជារឿងខុសដែលយើងបាននឹងកំពុងកសាងជាអំពើបាបមួយហើយយើងដែលគឹបកេងកម្លាំងញើសឈាមរបស់គេ
ដែលយើងយល់លុយដូចជាទ្រព្យសម្បត្តិរបស់អ្នកដទៃគឺជាបាបមួយផងដែរដែលយើងស៊ីកម្លាំងយើងឈាមគេកម្មពៀនឹងតបស្នងមកយើងវិញជាក់ជាមិនខាននោះទេដូច្នេះហើយសូមបងប្អូនទាំងអស់គ្នានឹងកសាងតែអំពើបុណ្យនិងអំពើល្អជាមួយនឹងសង្គមជាតិរបស់យើងទៅថ្ងៃមុខនឹងទទួលតែអំពើល្អជាក់ជាមិនខាននោះទេបើសិនជាយើងធ្វើអំពើបាបទៅកាន់ណាម្នាក់ច្បាស់ហើយកម្មពៀនោះនឹងតបស្នងមកយើងវិញជាក់ជាមិនខានបើសិនជាបងប្អូនមិនជឿទេនោះបងប្អូនសាកមើលទៅកម្មពៀមួយនោះវានឹងវល់មករកតែយើងនោះទេដែលយើងកំពុងតែមានអំពើបាបនឹងចរណៃឈ្នាននេះនឹងចង់មានចង់បានអំពីកម្លាំងញើសឈាមគេមហន្តរាយនឹងភាពមហិច្ឆតាអំពើបាបរបស់យើងនេះវាប្រកាសជាធ្វើឲ្យយើងខ្សែធនជាក់ជាមិនកានឡើយបើសិនជាមានការគ្រប់គ្រងសូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលនៅវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតសូមអរគុណ